បាទជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាបាទបានតាមដានតទៅជាមួយនឹងការវិភាគទីផ្សារហាងឆេងមាសដែលជួបជាមួយខ្ញុំម៉ានប៉ាត្រីជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន BIC Market បាទហើយសម្រាប់ថ្ងៃហ្នឹងគឺយើងមកជួបគ្នាសារជាថ្មីទៀតហើយតទៅជាមួយនឹងការវិភាគមាសហើយកាលពីអាទិត្យមុនហ្នឹងគឺខ្ញុំបានវិភាគហើយខ្ញុំបានបរៀនអំពូមីងតទៅជាមួយនឹងការមើលទៅលើឆាតទីផ្សារណាប៉ុន្តែឃើញអំពូមីងពីច្រើនគាត់ឆាតមកហើយក៏ខលមកសួរខលមកប្រាប់ដែរគាត់ថាលោកគ្រូបរៀនមិនក៏អត់យល់ដែរប្រាប់ថាទិញលក់តម្លៃណាបានហើយថាមាសអាទិត្យហ្នឹងចុះឬក៏ឡើងបានហើយតែប៉ុណ្្នឹងបានហើយបើចាំបរៀនយាយញ៉ៃច្រើនទេបាទហ្នឹងហើយអញ្ចឹងកន្លែងនឹងអំពូមីងបាទគាត់ឆាតមកគាត់ទេមកច្រើននិយាយរួមទៅបាទគាត់តាមដានខ្ញុំមកយូរហើយអញ្ចឹងគាត់តែងមកឆាតប្រាប់ខ្ញុំទេមកប្រាប់ខ្ញុំអញ្ចឹងបាទហើយរួមទៅក៏ប៉ុន្តែការរៀនតាក់ទងមួយការមើលឆាតហ្នឹងអត់ពិបាកទេបងប្អូនអំពូមីងទាំងអស់គ្នាបើសិនជាអំពូមីងចង់រៀនឬក៏ចង់មើលឆាតទីផ្សារហ្នឹងយើងចង់បដោតទៅក្នុងការទិញមាសគីឡូខាងក្រៅក៏បានឬក៏អំពូមីងចង់ទិញលក់តាមទូរស័ព្ទដៃដូចខ្ញុំអញ្ចឹងក៏បានដែរអញ្ចឹងណាគឺយើងរៀនទៅបានពីរប្រភេទកាលណាតែយើងរៀនបើអំពូមីងចង់ទិញមាសនៅខាងក្រៅអញ្ចឹងយើងដឹងថាទំនោរទីផ្សារមាសទឹកហ្នឹងវាធ្លាក់ដល់ណាអាទិត្យហ្នឹងវាឡើងដល់ណាយើងអាចធ្វើការទិញលក់បានព្រោះថាពីច្រើនខ្ញុំបរៀនអំពូមីងនៅក្នុងក្រុមមាសគីឡូខ្ញុំច្រើនដែរបាទគាត់រៀនមួយខ្ញុំអញ្ចឹងខ្ញុំបានបញ្យល់គាត់បានបរៀនគាត់ច្រើនហើយអ្នកដែលគាត់រៀនជាមួយខ្ញុំគាត់ទិញលក់មាសគីឡូខាងក្រៅបានខ្លួនឯងបាទកន្លែងហ្នឹងណាហើយបើសិនជាបងប្អូនដែលជាអ្នក trade ផ្សេងបើចង់រៀនក៏អាចឆាតមក Telegram ខ្ញុំបានដែរអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងអ្វីដែលខ្ញុំចង់បញ្យល់អំពូមីងឲ្យបានដឹងហ្នឹងគឺគ្រាន់តែចំណុចហ្នឹងគ្រាន់តែយើងចូលដំបូងណាប៉ុន្តែឥឡូវយើងមកវិភាគតទៅមួយឆាតទាំងអស់គ្នាបាទតទៅមួយទីផ្សារឆាតមាសគឺយើងឃើញថាបច្ចុប្បន្នវានៅ sideways ឡើយឯង sideways ហ្នឹងគឺមានន័យថាវានៅក្នុងទំនោរឡើយណាវាអត់ទាន់មានការបែកទំនោរឡើងឬក៏ចុះទេប៉ុន្តែចំណុចនេះគឺវាបានតេស្តបាទខ្ញុំដាក់យើងធំតិចណាបាទនេះកន្លែងនេះគឺវាបានតេស្តទីផ្សារបាទខ្ញុំដាក់កន្លែងនេះបាទនេះខ្ញុំដាក់ពណ៌ចេះគឺវាបានតេស្តទីផ្សារ2ទៅ3ដងរួចហើយនៅក្នុងអាបកូលគេហៅថា resistance ចំណុចខ្ពស់នេះណាអញ្ចឹងបើសិនជាយើងវិភាគទៅវាអត់បែកទេវាអត់បែកតម្លៃហ្នឹងណាបើសិនជាវាអត់បែកតម្លៃហ្នឹងគោលដៅមាសហ្នឹងគឺវានឹងចុះតិចសិនហើយគឺគោលដៅវាអាចចុះមកដល់ត្រឹមនេះបាទត្រឹម2891ដដែលទេបាទអញ្ចឹងគោលដៅវាគឺនៅតែប៉ុណ្្នឹងទេវាអត់មានលោតទៅណាឆ្ងាយយ៉ាងណាយើងមើលទៅបាទអូខេអញ្ចឹងខ្ញុំគួរឲ្យមើលបន្តិចបាទនេះកន្លែងនេះខ្ញុំយកបន្ទាត់នេះបាទមកដាក់នេះកន្លែងនេះបាទអញ្ចឹងគោលដៅមានគឺវាធ្លាក់មកដល់ចំណុចនេះគឺ2891បាទអញ្ចឹងបើសិនជាវាដល់2891 92ហ្នឹងវាអត់បែកចុះក្រោមណាបាទអត់បែកចុះក្រោមទេគឺមាសហ្នឹងវានឹងព្យាយាមទៅប្រែកកន្លែងនេះប្រែកកន្លែងហ្នឹងហើយខ្ញុំគោលដៅវាគឺទៅលើហើយបាទអញ្ចឹងវាបែកអាកន្លែងក្រហមនេះបាទនេះកន្លែងក្រហមនេះណាអញ្ចឹងនៅពេលដែលវាមកដល់2891 92ហ្នឹងអត់បែកចុះមានន័យថាមាសហ្នឹងវានឹងទៅដល់ទីផ្សារវា2950ហ្នឹងវិញហើយបាទហើយអីបានជាវាអត់បែក2890ហ្នឹងវាឡើងវិញគឺដោយសារតែយើងឃើញនៅក្នុងតំបន់នេះបាទតំបន់នេះគឺជាតំបន់គេហៅនេះកន្លែងនេះខ្ញុំអំពុំមិញណាបាទនេះកន្លែងនេះគឺវាតេស្តច្រើនដងហើយបាទនេះខ្ញុំលុបនេះចេញទៅកុំឲ្យឃើញច្រើនបាទអញ្ចឹងគោលដៅមានហ្នឹងគឺវានៅលេងតែតំបន់នេះទេនេះបាទនេះបាទនៅលេងតែតំបន់នេះឡើងចុះរហូតគេញ៉េមួយរយៈហ្នឹងយើងឃើញថានៅតែតំបន់ហ្នឹងទេហើយទីផ្សារហ្នឹងវាចាប់ដើមថាចុះបើវាចុះមកវិញហ្នឹងខ្ញុំគិតថាវាអត់បែកដែរគឺវាអាចនឹងទៅលើហើយគឺគោលដៅមាននេះគឺទៅលើច្រើនជាងចុះបាទហ្នឹងហើយទៅលើច្រើនជាងចុះពីព្រោះថាវាមកដល់ខាងក្រោមហើយវាអត់បែកហើយវាទៅលើហើយទៅលើនេះក៏អត់បែកដែរប៉ុន្តែគោលដៅវាគឺវាទៅបែកនៅខាងលើឯងបាទកន្លែងហ្នឹងណាអញ្ចឹងតម្លៃមាននេះខ្ញុំគិតថាវាមានកលៈ2នេះអញ្ចឹងធនាគារគេ
កំពុងពិចារណានៅក្នុងការរក្សាអត្រាការប្រាក់ឬក៏កាត់អត្រាការប្រាក់តាមដូណាល់ត្រាំបើដូណាល់ត្រាំចិត្តគាត់ចង់កាត់អត្រាការប្រាក់ហើយបើធនាគារគេចង់រក្សានៅដដែលកុំឲ្យវាធ្លាក់ពេកអញ្ចឹងណាបាទអញ្ចឹងបើសិនជាខ្ញុំអត់បានមើលតាក់ទងជាមួយនឹងព័ត៌មានអត្រាការប្រាក់វាអាចចេញនៅខែក្រោយមួយទៀតខែក្រោយបាទអាចចូលខែ4អូមិនអធិស្ឋានមិនខែ4នេះខែ3ហ្នឹងហើយប៉ុន្តែវាចេញនេះនៅថ្ងៃ20អំពុំមិញអ្នកគ្នាបាទថ្ងៃ20ចូលថ្ងៃពហុបាទចូលថ្ងៃហ្នឹងថ្ងៃពហុនេះបាទនេះអញ្ចឹងធនាគារគេរក្សានៅ 4.5% ដដែលអញ្ចឹងបានវានៅទីផ្សារ sideways វាអត់ទៅណាបាទអញ្ចឹងបើសិនជាធនាគារក៏រក្សាអត្រាការប្រាក់ប៉ុណ្ណឹងមែនមាសអាចនឹងធ្លាក់បាទអាចនឹងធ្លាក់មកក្រោមវិញអាចមកតេសនៅ2830នេះមួយសារទៀតណាបើសិនជាធនាគារគាត់ដល់ម៉ោងដល់ថ្ងៃ20ហ្នឹងគាត់រក្សាអត្រាការប្រាក់មែនតែបើសិនជាគាត់កាត់អត្រាការប្រាក់ក្នុងផ្នែកណាមួយអញ្ចឹងណាចឹងមាសហ្នឹងអាចនឹងទៅដល់2955ហើយបាទតើតើជាមួយនឹងព័ត៌មានតើតើមួយដូណាល់ត្រាំកាលពីយប់មិញហ្នឹងគឺគាត់បានដាក់ពន្ធបន្ថែមទៀតទៅលើប្រទេសកាណាដាបាទដោយសារតែកាណាដាដាក់ពន្ធអាមេរិកដែរបាទដល់ពេលក៏ប៉ុន្តែអ្នកដែលនាំអាចដាក់ពន្ធមុនហ្នឹងគឺដូណាល់ត្រាំឯងអញ្ចឹងណាអាមេរិកអ្នកនាំអាចដាក់ពន្ធទៅលើកាណាដាមុនបន្ទាប់មកបានកាណាដាគាត់ដាក់ពន្ធវិញដល់ពេលដាក់ពន្ធវិញទៅវាខូចមានន័យថាធម្មតាតំណែងនៅក្នុងទីផ្សារឧទាហរណ៍ដូចពងទាអញ្ចឹងពងទាអញ្ចឹងឧទាហរណ៍ពងទាខែហ្នឹងមកក្របតា$1ទេឧទាហរណ៍ណាអញ្ចឹងបើសិនជាគេដាក់ពន្ធ100% ទៅ 150% អញ្ចឹងឬក៏ 25% បន្ថែមអញ្ចឹងណាអញ្ចឹងពងទាហ្នឹងវាលេងទៅជា$1ក្នុងខែហ្នឹងគឺវាលោតទៅដល់$1.50សេនឬក៏$1.70សេនឬក៏$2អីចឹងទៅគុណនឹង2អញ្ចឹងណាបាទអញ្ចឹងកន្លែងហ្នឹងអ្វីដែលខ្ញុំចង់បញ្យល់អំពុំមិញគឺឥឡូវហ្នឹងរដូវកាលដាក់ពន្ធមកដល់ហើយអាហ្នឹងគេហៅថា tariff tax អញ្ចឹងណាតាក់ទងមួយពន្ធណាហើយអាមេរិកហ្នឹងគឺគោលបំណងគាត់ដូណាល់ត្រាំគឺគោលបំណងគាត់ចង់ឲ្យប្រទេសចិនប្រទេសកាណាដានិងមេស៊ីកូនឹងឈប់នាំអាសារធាតុដែលចម្រាញ់ជាគ្រឿងញៀនហ្នឹងចូលអាមេរិកអញ្ចឹងគាត់ចង់បានអាហ្នឹងអញ្ចឹងបានគាត់ចែកដាក់ពន្ធរហូតអញ្ចឹងណាប៉ុន្តែអាសារធាតុហ្នឹងវាជាសារធាតុចាំបាច់វាមិនមែនតម្រូវការទៅតែគ្រឿងញៀននេះវាអាចជាលក្ខណៈធាតុគីមីគេត្រូវផលិតអីផ្សេងទៀតអញ្ចឹងណាអញ្ចឹងគេត្រូវតែនាំចូលអីអញ្ចឹងណាប៉ុន្តែអាកន្លែងហ្នឹងគឺយើងមើលទៅឃើញថាដូណាល់ត្រាំហ្នឹងគឺគាត់ចង់បានលុយច្រើនជាងបាទយើងមើលទៅព្រោះការដាក់ពន្ធរបស់គាត់នេះគឺគាត់កាលមកហឹកមុនគាត់និយាយនៅសភាហ្នឹងគាត់ថាដាក់ពន្ធទៅចិនហ្នឹងចំណូលអាមេរិកប្រមាណ1000លានដាក់ពន្ធទៅកាណាដានេះចំណូលអាមេរិកប្រមាណ1000លានដាក់ពន្ធទៅអង់គ្លេសទៅសហគមន៍អឺរ៉ុបដាក់ពន្ធទៅអារ៉ាប់អញ្ចឹងណាបាទហ្នឹងហើយចំណូលចូលអាមេរិកប្រមាណ1000លានហ្នឹងបាទអញ្ចឹងគោលបំណងគាត់ចង់បានលុយកន្លែងហ្នឹងណាបាទចាអ្វីដែលសំខាន់ហ្នឹងយើងសួរថាតើតំណោមាសហ្នឹងនៅបន្តឡើងហ៎ខ្ញុំជឿជាក់ថានៅតែបន្តឡើងអញ្ចឹងព្រោះវាធ្លាក់យូរបាត់ហើយអំពុំមិញហេតុអីឧទាហរណ៍ថាបើសិនជាឥឡូវទោះថាគេដោះស្រាយរឿងវិបត្តិនៅអ៊ុយក្រែនរុស្ស៊ីចប់ជាស្ថាពរមិនក៏ដោយក៏នៅតែមានគេហៅថាប៉េះប៉ោះមកអញ្ចឹងណាអញ្ចឹងអាតម្លៃមាសហ្នឹងវានៅតែបន្តឡើងតែរហូតអញ្ចឹងណាអញ្ចឹងបើយើងទិញមាសទៅល្អខ្ញុំគិតថាល្អមែនតើក្នុងការទិញមាសបាទហើយជារួមទៅបើសិនជាអំពូមីងចង់ចូលក្នុងគ្រប់មាសគីឡូរបស់ខ្ញុំអីអាចតាក់ទងមក Telegram ខ្ញុំបានហើយជារួមទៅក្នុងមួយអាទិត្យអីគឺយើងមើលទៅលើតម្លៃទីផ្សារមាសឡើងឬក៏ចុះយ៉ាងទៅហើយបើសិនជាបងប្អូនដែលជាអ្នក trade ឥឡូវខ្ញុំឲ្យយោបល់សម្រាប់អ្នក hold មាសបាទអ្នក hold មាសត្រូវប្រយ័ត្នមែនតើប្រយ័ត្នទី1គឺតាក់ទងជាមួយនឹងអត្រាការប្រាក់អាមេរិកបាទកាលណាតែអត្រាការប្រាក់អាមេរិកហ្នឹងវាមានទិសដៅត្រឹមត្រូវមួយហើយពីព្រោះឥឡូវបច្ចុប្បន្នវានៅ sideways ដោយសារតែវាអត់ទាន់ចេញហើយវាអត់ទាន់មានទិសដៅអញ្ចឹងនៅពេលដែលអត្រាការប្រាក់អាមេរិកហ្នឹងមានទិសដៅមួយហើយទំនោរវានឹងទៅខាងហ្នឹងហើយបាទលើកលែងតែមានករណីព័ត៌មាន breaking news ធំឯដែលវាប្រច្រាស់ពីអត្រាការប្រាក់វិញអញ្ចឹងណាទី1ទី2សម្រាប់អ្នកដែលគាត់ hold មាសឬក៏ hold រូបិយប័ណ្ណផ្សេងក៏ត្រូវតែប្រយ័ត្នដែរពីព្រោះថាបើសិនជាដូណាល់ត្រាំហ្នឹងគាត់ដោះស្រាយតាក់ទងមកវិបត្តិសង្គ្រាមនៅអ៊ុយក្រែនហ្នឹងមែនតម្លៃមាសវានឹងធ្លាក់ចុះខ្លាំងហើយពេលណាដែលវាធ្លាក់ចុះខ្លាំងក៏វាមិនធ្លាក់ចុះខ្លាំងពេកដែរពេលហ្នឹងណាបាទអ
ចឹងយើងប្រយ័ត្នមែនតើនៅក្នុងការទិញមាសឬក៏ការលក់មាសផ្សេងពីព្រោះថាយើង trade មាសបើសិនជាបងប្អូនដែលជាអ្នក trade គួរតែព្យាយាម trade ប្រចាំថ្ងៃគេហៅថា day trade ទៅណាបាទកុំព្យាយាម trade លក្ខណៈថា hold បាទអត់ល្អទេមានន័យថា hold អាចនឹងមានហានិភ័យខ្ពស់បើសិនជាទុនយើងតិចយល់ទៅទុនច្រើនមិនក៏ដោយក៏នៅតែមានហានិភ័យដែរឲ្យតែយើងជាប់ hold ហើយអញ្ចឹងលក្ខណៈថាបើយើងចង់ដក hold បានវាមានច្រើនរបៀបបាទអញ្ចឹងអាចតាក់ទងមក Telegram ឬក៏លេខទូរស័ព្ទខ្ញុំបានអាចពិសាគ្នាបានកន្លែងហ្នឹងពួកពាក្យខ្លះយើងជាប់ hold វាផ្សេងគ្នាបាទហ្នឹងហើយទី2អ្វីដែលសំខាន់ខ្ញុំចង់ប្រាប់ហ្នឹងគឺព្យាយាមតាមដានដូណាត្រាមហ្នឹងមែនតើបាទពីព្រោះថាលុយគាត់ប្រមូលយើងសួរថាតើគាត់ដាក់ពន្ធដើម្បីបានលុយហ្នឹងយកទៅណាហើយគាត់ធ្វើពាក្យច្រើនគាត់យកលុយទៅណាក៏ពិតអ្នកខ្លះបើគេវិភាគឲ្យដល់មែនតើលុយដែលគាត់ប្រមូលបាននៅក្នុងរយៈពេលនេះគឺគាត់នឹងយកទៅសង់ជញ្ជាំងមេស៊ីកូហើយបាទកាលពីអាណត្តិទី1ហ្នឹងគាត់ចង់សង់ជញ្ជាំងមេស៊ីកូដែរប៉ុន្តែទី1លុយអត់ដល់ទី2លុយខើចទី3ខាងសភាគាត់ហ្នឹងវាអត់ទាន់ដល់កម្រិតណាមានន័យថាសភាគណៈបកសាធារណរដ្ឋរបស់គាត់ហ្នឹងវាមានតិចជាងវិទ្យាធិបតេយ្យតែឥឡូវវាមានច្រើនវិញអញ្ចឹងអ្វីដែលគាត់ប្រមូលលុយបានហ្នឹងគឺគាត់នឹងយកទៅសង់ជញ្ជាំងមេស៊ីកូហើយទប់ជនតៅអ្វីហ៎បាទអញ្ចឹងកន្លែងហ្នឹងឯងដែលជាគោលដៅរបស់គាត់នៅក្នុងអាណត្តិទី1តែបរាជ័យបាទតែឥឡូវអាណត្តិទី2មិនដឹងថាជោគជ័យអត់ទេបើគាត់ប្រមូលលុយបានមែនមិនដឹងថាលុយហ្នឹងគាត់អាចយកទៅសង់ជញ្ជាំងមែនអត់ទេបើពោះថាបើសិនជាគាត់ធ្វើអញ្ចឹងវាអាចជាការផ្ទុយពីរឿងសិទ្ធិមនុស្សតិចកន្លែងហ្នឹងការសង់ជញ្ជាំងអីចឹងណាបាទនេះគាត់ថាព័ត៌មានគាត់និយាយព័ត៌មានគេនិយាយណាបាទហ្នឹងហើយអញ្ចឹងខ្ញុំនិយាយតាមព័ត៌មានចាអ្វីដែលសំខាន់ហ្នឹងខ្ញុំចង់ឲ្យអង្គពូមីងតាមដានដូណាត្រាំហ្នឹងឲ្យមែនតើហើយនឹងបងប្អូនដែលជាអ្នក trade ព្យាយាម trade ប្រចាំថ្ងៃល្អជាង hold ឬក៏ scalping ការ trade scalping ក៏ល្អដែរប៉ុន្តែប្រយ័ត្នប្រយែងយប់ឡើងហើយខ្ញុំឃើញវាធ្លាក់ខ្លាំងណាបាទអញ្ចឹងឧទាហរណ៍ថា scalping យើងមិនប្រកាសថាយើងទិញសតឬក៏លក់សតទេណា scalping ខ្លះវាលឿយវាមានលក់វាមានទិញអញ្ចឹងឧទាហរណ៍ថានៅពេលដែលទីផ្សារវាធ្លាក់ខ្លាំងអាចខ្ទង់20 30លេខយើងលក់ចំណេញណាដល់ទៅពេលយើងចូល position ចុងក្រោយនេះ sell position ចុងក្រោយនេះលក្ខណៈថានៅពេលដែលទីផ្សារមាសធ្លាក់ខ្លាំងយើងលក់ចំណេញឯងដល់ទៅពេលយើងទៅទិញវិញអា position ចុងក្រោយហ្នឹងអាចធ្វើឲ្យយើងហ្នឹងខាតទាំងអាចំណេញហ្នឹងខាតទាំងអាលុយដើមយើងទៅទៀតអញ្ចឹងណាបាទអញ្ចឹងព្យាយាមតែប្រចាំថ្ងៃបាទកុំព្យាយាមតែប្រភេទ scalping គេហៅថា machine gun ណាបាទអញ្ចឹងកន្លែងនេះគាត់ខ្ញុំជា advice សម្រាប់អំពូមីឬក៏បងប្អូនដែលជាអ្នក trade ដែរបើសិនជាបងប្អូនចង់រៀនឬក៏អាចចង់ពិភាក្សាបើកណនី account នេះអាចតាក់ទងមក Telegram ឬក៏លេខទូរស័ព្ទខ្ញុំបាទហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងនេះសម្រាប់ថ្ងៃហ្នឹងហើយបើមានឱកាសយើងជួបគ្នាថ្ងៃចុងសប្តាហ៍ទៀតបាទអរគុណច្រើនជំរាបលាបាទ